ការអាប់ដេតធំមួយនេះគឺធ្វើឲ្យ app ធនាគារកាន់តែរយៈកាន់តែ smooth ហើយងាយស្រួលប្រើជាងមុនទៀតជាមួយនឹង version មួយនេះអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺតកតងជាមួយនឹងទម្រង់នៃ app កម្មវិធីនោះតែម្ដងគឺគេបាននាំយកមកជាមួយនឹង design ថ្មីដែលបែប minimal ងាយស្រួលប្រើហើយនិងងាយស្រួលមើលមិនតែប៉ុណ្ណោះក៏មានជាមួយនឹងមុខងារថ្មីៗមួយចំនួនជាច្រើនគឺអាចឲ្យយើងប្រើប្រាស់ជាមួយនឹងមុខងារធនាគារមួយចំនួនដែលមិនចាំបាច់ដាក់លេខកូដដូចជាការបង្ហាញ QR ឬក៏ scan QR ឬដូចជាមុខងារបញ្ចូលលុយកាត់ទូរស័ព្ទដែលជាមុខងារដែលខ្ញុំតែងតែប្រើវាជាប្រចាំផងដែរមួយវិញទៀតគេក៏បានបញ្ចូលជាមួយនឹងមុខងារពិសេសគឺ customize ជាច្រើនមុខជាមួយនឹងកម្មវិធីមួយនេះដូចជាការផ្លាស់ប្ដូរ background នៃ app ដែលយើងអាចរើសបាននៅក្នុងកម្មវិធីការរើសទំហំអក្សរនិង theme នៃកម្មវិធីនេះផងដែរដើម្បីឲ្យវា feel personal ជាមួយនឹងការប្រើប្រាស់របស់យើងហើយក៏មានជាមួយនឹងមុខងារឆ្លាតមួយចំនួនទៀតដូចជា flip ដើម្បីលាក់ឬក៏បង្ហាញ balance របស់យើងឬក៏ផ្កាប់ទូរស័ព្ទបង្ហាញ receipt នៅពេលដែលយើងប្រើប្រាស់ QR ទូទាត់រួចហើយពីលើមុខងារថ្មីនេះមុខងារចាស់ៗដូចជាការផ្ទេរប្រាក់ទូទៅក៏គេបាននាំវាយកចូលជាមួយនឹងកម្មវិធីនេះផងដែរប៉ុន្តែការកែកនជាមួយនឹងរូបរាងហើយនឹង UI របស់ app គឺធ្វើឲ្យវាកាន់តែទាក់ទាញជាងមុនបន្ថែមទៀតជាពិសេសភាពទាក់ទាញនេះគឺធ្វើឲ្យអ្នកដែលប្រើប្រាស់ជាមួយនឹងកម្មវិធីធនាគារជាប្រចាំដូចជាខ្ញុំកាន់តែចូលចិត្តបន្ថែមទៀតអញ្ចឹងចាំការទៀតដំឡើងជាមួយនឹង app ធនាគារកាណាឌីយ៉ាថ្មីឥឡូវនេះដើម្បីទទួលបានជាមួយនឹងបទពិសោធន៍ថ្មីនៃការប្រើប្រាស់ app ធនាគារដ៏ទំនើប